កម្ពុជានិងសហរដ្ឋអាមេរិកបដិញ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅនៅវេលាព្រឹកថ្ងៃពុធទី13ខែឧសភាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកស្រី Bridget L. Walker ភារៈធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងសហការីចូលជួបសម្ដែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាពក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជាក្នុងឱកាសនៃជំនួបលោកស្រី Walker បានសម្ដែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជាលោកស្រីបានកត់សម្គាល់ឃើញថាប្រទេសកម្ពុជាមានភាពរីកចម្រើនលើវិស័យជាច្រើនហើយទំនាក់ទំនងទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិកក៏មានការវិវត្តប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់ដោយក្នុងនោះរួមមានការបញ្ជូនត្រឡប់មកវិញនៅវត្ថុបុរាណខ្មែរការរៀបចំអបអរសាទរខួបលើកទី75នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនិងការកើនឡើងនៃចំនួនគណៈប្រតិភូរដ្ឋាភិបាលនិងសភាសហរដ្ឋអាមេរិកមកទស្សនកិច្ចនៅកម្ពុជាជាពិសេសគណៈប្រតិភូនៃក្រសួងការពារជាតិនិងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកម្ពុជាលោកស្រីបានបន្ថែមថាកម្ពុជានិងសហរដ្ឋអាមេរិកកាលពីខែតុលាឆ្នាំ2025កន្លងទៅបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីពន្ធបដិការសម្ដៅពង្រឹងនិងពង្រីកពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែរីកចម្រើនជាការឆ្លើយតបសម្ដេចបវរធិបតីបានអបអរសាទរលោកស្រីភារៈធារីស្ដីទីដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជានិងបានថ្លែងអំណរគុណលោកស្រីដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិកកាន់តែជិតស្និទ្ធនិងស៊ីជម្រៅជាពិសេសក្នុងដំណាក់កាលដ៏លំបាករបស់កម្ពុជាសម្ដេចបវរធិបតីបានសម្ដែងនឹងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងគូបញ្ជាក់នៅការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបន្ថែមទៀតក្នុងឱកាសនេះដែរសម្ដេចបវរធិបតីបានថ្លែងអំណរគុណឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានរួមចំណែកជួយសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពូថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025សម្ដេចបវរធិបតីនិងលោកស្រី Walker ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតរួមទាំងវិស័យពាណិជ្ជកម្មនិងការវិនិយោគសម្ដៅទាក់ទាញវិនិយោគិនសហរដ្ឋអាមេរិកមកកម្ពុជាឲ្យកាន់តែកើនឡើងលោកស្រីបានបន្តថាវិនិយោគិនសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជាសម្ដេចបវរធិបតីបានជម្រាបជូនថាកម្ពុជាបាននឹងកំពុងបន្តកែតម្រង់ថែមទៀតដើម្បីបន្តបង្កើតបរិយាកាសវិនិយោគអំណោយផលនិងទាក់ទាញសម្ដៅពង្រឹងភាពធន់និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា